ជំរាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំសាជាថ្មីចានៅថ្ងៃនេះផងដែរនាងខ្ញុំលើកនៅលំហាត់ប្រាណចាដែលធ្វើការទៅលើត្រគាងាយហើយមានអត្ថប្រយោជន៍ច្រើនចាជួយទៅដល់ត្រគារបស់យើងអញ្ចឹងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងនៅបច្ចុប្បន្នគឺត្រគាគឺសំខាន់ចាសម្រាប់មនុស្សស្រីចាមិនតែចំពោះមនុស្សស្រីទេមនុស្សប្រុសក៏សំខាន់ដែរចាពីព្រោះនៅពេលណាដែលត្រគារបស់យើងរៀងតូចឬក៏យើងហៅថាស្វិតអីចឹងទៅអត់សូវមានសាច់ដុំពេលដែលយើងស្លៀកពាក់ខោអីអត់សូវឃើញស្អាតចាអញ្ចឹងយើងធ្វើលំហាត់ប្រាណដែលតាក់ទងទៅនឹងត្រគានេះគឺដើម្បីឲ្យត្រគារបស់យើងមានផាសុកភាពល្អត្រគារបស់យើងចាតឹងណែនហើយសាច់ដុំរបស់យើងនេះគឺហាប់ចានេះជាចំណុចសំខាន់ដែលយើងត្រូវការធ្វើការទៅលើត្រគាហើយមួយវិញទៀតគឺនៅពេលដែលយើងធ្វើចាយើងនឹងចាប់ផ្ដើមចេះប្រើចានៅសាច់ដុំបរិវេណលអាងត្រគារបស់យើងនិងសាច់ដុំត្រគារបស់យើងជាងមុនពីមុនយើងអត់ធ្លាប់ហាត់យើងអត់សូវចាប់ភ្លឹកចាអត់សូវចាប់អារម្មណ៍អញ្ចឹងយើងគិតថាគូតរបស់យើងស្វិតចារបស់យើងអត់សូវបានអញ្ចឹងពេលដែលយើងអង្គុយយើងអីហ្នឹងទៅអ្នកខ្លះទៅឈឺឆ្អឹងកញ្ជុញគូតចាឬក៏ឈឺឆ្អឹងគូតដោយសារតែអត់សូវមានសាច់ដុំចាដើម្បីការពារទៅលើឆ្អឹងអញ្ចឹងនៅពេលដែលយើងធ្វើការទៅលើត្រគានេះគឺជួយឲ្យត្រគារបស់យើងហ្នឹងរឹងមាំជាងមុនហើយមានសាច់ចាដើម្បីការពារទៅលើឆ្អឹងរបស់យើងអូខេតែមុននឹងយើងចូលទៅកាន់ចលនាត្រគាយើងត្រូវការធ្វើការកម្ដៅសាច់ដុំរបស់យើងសិនដើម្បីកុំឲ្យមានការជាប់សរសៃឬក៏ថ្លោះចាទៅលើសាច់ដុំរបស់យើងនៅពេលខ្លះអាចនឹងគេថាលមូលកពើចាមានន័យថាសាច់ដុំហ្នឹងវាតត្រាក់ហើយវាពលាមកវិញអត់តាន់ដោយសារតែយើងអត់តាន់បានធ្វើការកម្ដៅសាច់ដុំទៅលើរូបរាងកាយរបស់យើងអញ្ចឹងយើងត្រូវការកម្ដៅដោយយើងពុតពេនខ្លះឲ្យសាច់ដុំរបស់យើងហ្នឹងក្ដៅហើយយើងនឹងចាប់ផ្ដើមជាមួយនឹងចលនាត្រគារបស់យើងអូខេឥឡូវនេះយើងធ្វើការចាអង្គុយដោយពេនភ្នែនហើយដងខ្លួនរបស់យើងត្រង់ជីបម្រាមដៃបន្តិចដាក់កដៃនៅលើក្បាលជង្គង់ចាកែងដៃរបស់យើងបធូរខ្នងរបស់យើងត្រង់ស្មារបស់យើងសម្រាប់ធ្វើការបិទភ្នែកដកដង្ហើមចេញចូលវិញសំពះដៃរបស់យើងចូលគ្នាដាក់លើទ្រូងសូត្រសំឡេងអូម្ដងបើកថ្នាក់ដកដង្ហើមចូលអូចាបើកភ្នែកមកវិញសម្រាប់ដៃអញ្ចឹងកុំមានអារម្មណ៍ប្លែកចាតកតជាមួយនឹងការសូត្រយើងសូត្រនេះដើម្បីឲ្យអារម្មណ៍របស់យើងមូលហើយស្ងប់យើងសូត្រសំឡេងអូមចាដើម្បីធ្វើឲ្យចាអារម្មណ៍នឹងការគិតរបស់យើងដើម្បីត្រៀមចូលទៅកាន់ថ្នាក់របស់យើងអូខេឥឡូវនេះចាសូមអង្គុយពេនភ្នែនដាក់ជើងស្ដាំរបស់យើងនៅខាងមុខហើយយើងនឹងទៅជាមួយគ្នាដោយយកដៃស្ដាំចាប់ចាជង្គង់ផ្នែកខាងឆ្វេងយើងវាត់ដៃឆ្វេងរបស់យើងទៅក្រោយបន្តិចងាកមុខរបស់យើងចាទៅរកស្មាផ្នែកខាងឆ្វេងបន្តមកលើកដៃឆ្វេងរបស់យើងឡើងហើយយើងផ្អៀងទម្លាក់ស្មារបស់យើងទៅរកភ្លឺផ្នែកខាងស្ដាំដែលយឺតងាកមុខមើលទៅកាន់ភីដានចាទប់នៅក្នុងនេះចំនួន5 1 ដៃដកដង្ហើមវែង2 កុំទប់ដង្ហើម3 បន្តការដកចេញចូលនិងទាញសន្ធឹងដងខ្លួន4 រក្សាភ្នែកងាកមើលទៅកាន់ភីដាន5 ចាលើកដងខ្លួនឡើងត្រឡប់មកវិញធ្វើការបដូរដៃចាយកដៃខាងឆ្វេងចាប់ជង្គង់ស្ដាំវិញបន្លូតខ្នងឲ្យវែងចាងាកមុខទៅខាងក្រោយបែរចង្កាទៅរកស្មាដោយមានអារម្មណ៍តឹងទៅលើកលើកដៃផ្នែកខាងចាស្ដាំឡើងបោះដៃរំលងគុំត្រចៀកផ្អៀងទម្លាក់ស្មាទៅរកភ្លឺមួលបែកទ្រូង1 ដង្ហើមវែង2 3 ព្យាយាមងាកមុខមើលលើ4 5
5ចាលើកដងខ្លួនឡើងត្រឡប់មកវិញដែលយឺតអូខេrồiហើយយើងធ្វើការបដូរជើងដៃដាក់ជើងឆ្វេងរបស់យើងចានៅខាងមុខបន្ទាប់មកយើងធ្វើការចាយកដៃចាប់កាន់ខ្វែជង្គង់ធ្វើការទៅលើខ្នងបន្តិចដៃពើងទ្រូងងើយចង្កាឡើងលើដកដង្ហើមចេញយើងកោងខ្នងចង្ការបស់យើងមករកទ្រូងដង្ហើមចូលសំពើងទ្រូងមួយដងទៀតចាងើយមើលឡើងទៅខាងលើដកដង្ហើមចេញចាកោងខ្នងចង្ការរកទ្រូងចាសុំម្ដងទៀតចាជុំទី3ពើងទ្រូងងើយមើលលើដកដង្ហើមចេញចាកោងខ្នងចង្ការរកទ្រូងដកដង្ហើមចូលចាខ្នងត្រង់មើលទៅកាន់ខាងមុខអូខេរួចហើយយើងធ្វើការលុបជង្គង់ជាមួយគ្នាអញ្ចឹងនៅក្នុងនេះចាធ្វើការលុបជង្គង់បើសិនជាអ្នកទាំងអស់គ្នាឈឺក្បាលជង្គង់ចាអាចដាក់កសែងពុកកូតទ្រាប់ចានៅត្រង់ក្បាលជង្គង់របស់យើងដើម្បីកុំឲ្យឈឺយើងដាក់ដៃរបស់យើងស្របស្មាម្រាមដៃយើងបើកឲ្យធំសកាត់បាតដៃនិងម្រាមដៃចំណែកឯជង្គង់យើងដាក់ឲ្យស្របត្រគាហើយបាញ់ចុងជើងរបស់យើងទៅខាងក្រោយខ្នងរបស់យើងត្រង់ចាដល់យើងកំដៅសាច់ដុំទៅលើខ្នងម្ដងទៀតដៃអែនឆ្អិនខ្នងហើយពើងទ្រូងងើយមុខឡើងទៅខាងលើដកដង្ហើមចេញកោងខ្នងចង្ការរបស់យើងទៅរកទ្រូងបំផោងស្លាបព្យាចា2ដងទៀតដោយដកដង្ហើមចូលអែនឆ្អិនខ្នងងើយចង្ការឡើងទៅលើដង្ហើមចេញកោងខ្នងចង្ការមករកទ្រូងចាសុំមួយជុំទៀតដង្ហើមចូលយើងពើងទ្រូងងើយមកលើដកដង្ហើមចេញកោងខ្នងចង្ការរកទ្រូងដាក់ដង្ហើមចូលចាខ្នងរបស់យើងត្រង់ចាសុំមើលទៅកាន់ខាងមុខរួចរាល់ហើយនៅក្នុងនេះយើងធ្វើការលាជើងផ្នែកខាងស្ដាំរបស់យើងទៅខាងក្រោយច្បាយសាច់ដុំភ្លើងដោយស្វែងរកលំនឹងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចាពិបាកក្នុងការទប់អាចរក្សាដៃទាំងពីរប៉ះកម្រាលដដែលតែបើទៅបានច្រើនលាដៃផ្នែកខាងឆ្វេងរបស់យើងត្រង់ទៅរកខាងមុខដោយប្រឹងច្បាច់ភ្លើងផ្នែកខាងស្ដាំពន្លូតជើងទៅក្រោយនិងទាញដៃខាងឆ្វេងទៅរកខាងមុខ2ទុកចំនួន5 3 4 5ចាដាក់ដៃជាមួយនឹងជង្គង់ប៉ះកម្រាលវិញបដូរខាងដែលលាជើងឆ្វេងរបស់យើងទៅខាងក្រោយច្បាច់សាច់ដុំអាចទុកបែបនេះក៏បានចាបើមានកម្លាំងគ្រប់គ្រាន់លាដៃខាងស្ដាំត្រង់ទៅមុខច្បាច់ភ្លើឲ្យខ្លាំងចា1មេជើងម្រាមជើងបាញ់ទៅក្រោយ2ដកដង្ហើមវែង3 4 5ចារៀបរយឲ្យដាក់ដៃនឹងជង្គង់ប៉ះទៅនឹងកម្រាលម៉ាតវិញហើយអង្គុយនៅលើកែងជើងដោយក្បាលជង្គង់បើកចេញពីគ្នាបន្តិចសំអោនដៃដើរដៃរបស់យើងទៅខាងមុខចាបញ្ជាក់បាតដៃរបស់យើងសង្កត់ម្រាមដៃបើកឲ្យធំឲ្យស្អិតហើយយើងអោនមុខចុះទៅខាងក្រោមដោយកដៃកែងដៃរបស់យើងឲ្យក្លៀកហើបផុតពីកម្រាលម៉ាតយើងព្យាយាមសង្កត់បាតដៃចុះក្រោមលើកដៃនិងកែងដៃឡើងផុតពីកម្រាលមុខនឹងថ្ងាសរបស់យើងសម្រាប់ចុះទៅខាងក្រោមយើងព្យាយាមដកដង្ហើមឲ្យបានវែងបំផោងចូលទៅក្នុងសួតរបស់យើងបំពេញឆ្អឹងជំនីរបស់យើងឲ្យបានធំឡើយមែនតើចារីរឲ្យងើបមុខឡើងមើលទៅកាន់ប្លោះដៃបន្តមកយើងធ្វើការតម្លាក់កែងដៃចុះទៅនឹងកម្រាលសោកម្រាមដៃរបស់យើងចូលគ្នាចាហើយតម្លាក់កដៃនិងកែងដៃចុះក្រោមសូមអង្គកែងដៃចូលក្នុងបន្តិចចាដោយយើងឆែកមើលស្មារបស់យើងនៅពីលើកែងដៃយើងចុចចុងម្រាមជើងលើកជង្គង់របស់យើងនឹងត្រកៀកឡើងចារុញខ្លួនទៅក្រោយបន្តិចយើងដើរនៅលើកែងជើងរបស់យើងឆ្វេងស្ដាំទាញសន្ធឹងចាទៅខាងក្រោយដោយសឹងកលៈជង្គង់ហើយនឹងកពួនជើងហើយនឹងសរសៃពួរឡើយមែនតើយើងធ្វើការជ្រុំនៅលើកែងជើងរបស់យើងបែបហ្នឹងបន្ទាប់មករួចរាល់ហើយយើងធ្វើការដាក់ចុះមកវិញមេជើងប៉ះគ្នាអង្គុយនៅលើកែងជើងសម្រាប់ដៃដកដង្ហើមចូលសម្ងើបមុខឡើងចាដើរដៃថយមកខាងក្រោយវិញអូខេចឹងរើសឲ្យយើងនឹងទៅតជាមួយគ្នាដោយដាក់ដៃទៅខាងមុខជង្គង់របស់យើងលុតស្របត្រគាកបញ្ជាក់ម្ដងទៀតបើសិនជាឈឺជង្គង់ដាក់កសែងពុះកោទ្រាប់យើងនឹងទៅកាន់ជាមួយនឹងចលនាត្រគាករបស់យើងអញ្ចឹងជាដំបូងយើងចាប់ផ្ដើមជាមួយនឹងជើងផ្នែកខាងស្ដាំមុនចាដោយលាជើងស្ដាំរបស់យើងទៅក្រោយ
ច្បាច់ភ្លើចាតប់នៅក្នុងនេះចំនួនចា5 1លើកជើងឡើងខ្ពស់ប្រឹងគូត2 3ភ្នែករបស់យើងមើលទៅខាងមុខត្រង់4ដៃរបស់យើងត្រង់5រួចរាល់ហើយចាយើងតម្លាក់ចុងជើងចូលបន្តិចជង្គង់រៀងចុចលើកជើងឡើងទៅខាងលើចាតតចំនួន10អូខេ2ពេលដែលយើងលើកជើងឡើងយើងប្រឹងសាច់ដុំគូត3ដង្ហើមវែង4កុំភ្លេចពេលលើកជើងឡើងច្បាច់គូតឲ្យខ្លាំង5មានអារម្មណ៍ទៅលើសាច់ដុំ6 7ចាសំបីទៀត8ដង្ហើមវែង9ចាសុំមួយទៀតមក10ល្អមែនតើអូខេបដូរជើងចាដាក់ជើងរបស់យើងស្ដាំចុះលាជើងឆ្វេងទៅខាងក្រោយលើកជើងឆ្វេងឡើងឲ្យខ្ពស់ចាដៃរបស់យើងនៅតែត្រង់មើលទៅមុខ1លើកឡើងដោយច្បាច់ភ្លឺ2 3ដកដង្ហើមចេញចូល4 5ចាតម្លាក់ចុងជើងចូលបន្តិចលើកឡើងចាជង្គង់របស់យើងរៀងចុចចា2ចាចំនួន10ដូចគ្នា3កុំភ្លេចលើកឡើងប្រឹងគូតឲ្យខ្លាំង4 5ដាក់អារម្មណ៍ទៅលើគូតនិងភ្លើ6មានអារម្មណ៍ទៅលើសាច់ដុំ7កុំភ្លេចដកដង្ហើម8 9ចាមួយទៀត10អូខេដាក់ជង្គង់ចុះល្អមែនតើចាសុំធ្វើការអង្គុយជង្គង់មកមុខបន្តិចអង្គុយនៅលើកែងជើងមូលកដៃនិងដកដង្ហើមឬហើយសូមអ្នកទាំងអស់គ្នាត្រៀមដាក់ដៃប៉ះទៅនឹងកម្រាលម៉ាតវិញចាបើកជង្គង់របស់យើងស្របត្រគាកម្ដងទៀតនៅចុងនេះយើងនឹងធ្វើការបង្វិលចាទៅលើលអាងត្រគាករបស់យើងចាចឹងចាប់ផ្ដើមជាមួយនឹងជើងស្ដាំមុនរួចហើយយើងធ្វើការបើកជង្គង់ស្ដាំរបស់យើងចេញទៅកាន់ខាងក្រៅដោយធ្វើការបង្វិលជង្គង់របស់យើងជារង្វង់មូលចាបង្វិលជារង្វង់មូលចំនួន10 2 3ដង្ហើមវែង4 5 6ចាសូមបន្តការលើកឡើង7 8 9ចាសូមមួយទៀត10អូខេដាក់ជង្គង់ចុះបធូរដង្ហើមចំណុចដែលយើងមានអារម្មណ៍ឈឺនោះគឺនៅត្រង់សាច់ដុំត្រគាកនៅត្រង់នេះចាចឹងដាក់ដៃប៉ះកម្រាលយើងបដូរខាងបើកជង្គង់ឆ្វេងវិញម្ដងអូខេបង្វិលចាដល់យឺតបង្វិលបើក1លើកជង្គង់របស់យើងឡើង2 3ដង្ហើមចេញចូលវិញ4 5ចាបើកជង្គង់ធំ6ដោយមានអារម្មណ៍ទៅលើត្រគាក7កុំភ្លេចមើលទៅមុខ8ដង្ហើមវែង9ចាសុំមួយទៀត10អូខេចាអង្គុយនៅលើកែងជើងដកដង្ហើមហើយមូលកដៃអូខេចាឬហើយយើងទៅមួយចលនាទៀតចាអញ្ចឹងយើងទៅ3ចលនាចាអំបញ្ញមិញចលនាទី2ហើយឥឡូវនេះយើងទៅតជាមួយនឹងចលនាទី3យើងធ្វើការបិទបាល់ចាជាមួយនឹងជង្គង់របស់យើងទៅធ្វើឲ្យត្រង់ចង្កេះរបស់យើងកុំភ្លេចរៀងអានចាដូចដែលខ្ញុំកំពុងតែធ្វើនេះរៀងអានបន្តិចឬហើយយើងបើកជង្គង់ស្ដាំរបស់យើងចេញក្រៅចាយើងបិទបើកចំនួន10 1 2ដៃរបស់យើងត្រង់3ដាក់អារម្មណ៍ទៅលើត្រគាក4 5ដង្ហើមវែង6 7ចាសសូមបន្តការលើកជង្គង់ឡើង8 2ទៀត9 1ចុងក្រោយ10អូខេចាដាក់ជង្គង់ចុះសម្រួលចាដៃម្ដងទៀតបដូរខាងចាដោយបើកជង្គង់ឆ្វេងវិញម្ដងចឹងទាញជង្គង់មកប៉ះជង្គង់ស្ដាំបន្តិចលើកឡើងទៅលើចា1បិទបើកដោយប្រឹង2ដង្ហើមវែង3មើលទៅមុខត្រង់4 5ចាខ្ញុំចាប់ផ្ដើមមានអារម្មណ៍ក្តៅរងរយ6ហប់7ចាលើកជង្គង់ឡើង
8 អូខេ2ចុងក្រោយ9ដង្ហើមវែង10អូខេចាដាក់ចុះអបមេជើងនឹងជង្គង់ចូលគ្នាអង្គុយនៅលើកែងជើងដកដង្ហើមវែងមូកដៃចាល្អមែនតើរឿយរលហើយនៅក្នុងនេះចាយើងនឹងទៅតជាមួយនឹងចាចលនាគេងទៅលើខ្នងរបស់យើងវិញម្ដងអញ្ចឹងហើយចាយើងធ្វើការគេងទៅលើខ្នងដោយប្រឈរជាមួយនឹងជង្គង់របស់យើងអូខេដាក់ដៃរបស់យើងស្របដងខ្លួនចាជើងរបស់យើងស្របជាមួយនឹងត្រគាកសម្រួលស្មាសម្រួលខ្នងសម្រួលជាមួយនឹងសក់របស់យើងផងដែរកុំឲ្យមានការរំខានករបស់យើងត្រង់មុខរបស់យើងត្រង់បាត់ជើងរបស់យើងស្របត្រគាកដោយយើងចុងម្រាមដៃប៉ះកែងជើងយើងធ្វើនៅក្នុងនេះចាចំនួន10ដូចគ្នាដោយយើងធ្វើការដោលើកត្រគាករបស់យើងឡើងទៅខាងលើចាច្បាច់សាច់ដុំគូតរបស់យើងឲ្យបានខ្លាំងដៃរបស់យើងដែលស្របនេះចាសង្កត់បាតដៃចុះក្រោមរួចរាល់ហើយយើងតលាក់ត្រគាកចុះទៅខាងក្រោមវិញយឺតប៉ះកម្រាលលើកឡើងទៅវិញច្បាច់គូតឲ្យខ្លាំងដកដង្ហើមវែងលើកឡើងថែមទៀតចាបុយច្បាច់សាច់ដុំគូតឲ្យខ្លាំងតលាក់ត្រគាកចុះចិត្តប៉ះកម្រាលរុញឡើងលើវិញ4 5ដង្ហើមវែង6ចាសុំ4ទៀតកុំលឿនពេកចា7កាលណាលឿនពេកយើងអាចនឹងជាប់នៅចង្កេះចាសាច់ដុំរបស់យើងលាតតន់8ដង្ហើមវែងបំប៉ោងក្បាលពោះ9កុំភ្លេចពេលដែលអ្នកទាំងអស់គ្នាលើកឡើងច្បាច់គូតនេះឲ្យខ្លាំងចាសុំមួយទៀត10ចាលើកឡើងខ្ពស់ខ្ជិបគូតចូលគ្នាឲ្យខ្លាំងដោយមានអារម្មណ៍ថាចុកឬក៏រយចារួចហើយតលាក់ចុះល្អមែនតើបធូរដង្ហើមដកដង្ហើមវែងសម្រួលស្មានឹងកទាញជង្គង់ទាំងពីរមករកទ្រូងចាកាន់ជង្គង់បន្តិចរមៀលនៅលើចង្កេះឆ្វេងស្ដាំចារមៀលតិចដកដង្ហើមវែងល្អមែនតើចារួចហើយយើងធ្វើការលាជើងឆ្វេងត្រង់ទាញជង្គង់ស្ដាំមករកទ្រូងដកដង្ហើមចូលដកដង្ហើមគ្នាខ្ញុំចង់បន្ថែមបន្តិចចាតកតងជាមួយនឹងចលនាត្រគាកមិនមែនមានតែ4ចលនាដែលខ្ញុំបានបង្ហាញនេះទេចាគឺមានច្រើនចលនាហើយចលនានេះគឺជាចលនា basic ចាងាយមានន័យថាសម្រាប់កូនសិស្សថ្មីចាឬក៏សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមហាត់ប្រាណឬក៏ចាប់ផ្ដើមហាត់ yoga អាចធ្វើបានហើយពេលដែលយើងចាប់ផ្ដើមចាធ្វើជាមួយនឹងចលនាទាំងអស់នេះដែលខ្ញុំបានបង្ហាញបានហើយយើងទៅធ្វើជាមួយនឹងចលនាឈរឬក៏គេងកាប់មុខអីនឹងមានភាពងាយស្រួលចាសម្រាប់ការប្រឹងទៅលើសាច់ដុំត្រគាករបស់យើង
អញ្ចឹងយើងអាចអនុវត្តបានចានៅចលនាអំបញ្ញមិញខ្ញុំធ្វើតែមួយសេតទេប៉ុន្តែនៅពេលដែលអនុវត្តជាក់ស្ដែងអ្នកទាំងអស់គ្នាត្រូវធ្វើវាចំនួន3សេតចាអញ្ចឹងមានន័យថាយើងធ្វើឲ្យគ្រប់ឲ្យអស់រហូតដល់ក្បាច់គេងមួយដងហើយយើងលើកឡើងត្រឡប់មកវិញធ្វើចា2ដងទៀតអូខេចាអញ្ចឹងកុំភ្លេចអនុវត្តទាំងអស់គ្នាដើម្បីឲ្យតាគៀករបស់យើងនេះមានភាពស្រស់ស្អាតហើយមានផាសុខភាពល្អចាអញ្ចឹងអរគុណច្រើនចាចំពោះការចំណាយពេលវេលាតាមដានកុំភ្លេចចាជួយចុច like ចុចចា subscribe ដើម្បីជាកម្លាំងចិត្តដល់នាងខ្ញុំដើម្បីអាចធ្វើវីដេអូក្រោយៗទៀតចាជូនអ្នកទាំងអស់គ្នាអនុវត្តតាមអរគុណច្រើនបាយបាយ